ការលើកទឹកចិត្តហ្នឹងវាមិនបានដូចអ្វីដែលពិតក៏ដោយក៏ប៉ុន្តែវាជាផ្នែកមួយធ្វើឲ្យផ្លូវចិត្តរបស់គាត់នឹងរឹងមាំប្រឹងប្រែងនៅក្នុងការតស៊ូតទៅមុខទៀតផ្លូវចិត្តគឺសំខាន់មែនតើបើសិនជាយើងគ្រប់គ្នាបាក់ទឹកចិត្តឬក៏មិនមានទឹកចិត្តប្រឹងប្រែងមិនថាការងារតស៊ូប្រយុទ្ធប្រឆាំងទៅនៅក្នុងរឿងអ្វីមួយកិច្ចការងាររាល់ថ្ងៃប្រឹងប្រែងក្នុងការងារហ្នឹងក៏ចឹងដែរបើសិនជាយើងវាអស់ទឹកចិត្តកម្លាំងចិត្តប្រឹងប្រែងតស៊ូហើយគឺពេលខ្លះការងារហ្នឹងគឺលែងចង់បន្តតទៅមុខទៀតដែរតែគិតតែគ្មានអ្នកឲ្យតម្លៃគ្មានអ្នកលើកទឹកចិត្តគ្មានអ្នកផ្ដល់ជាកម្លាំងចិត្តចឹងទៅចឹងបានការលើកទឹកចិត្តហ្នឹងគឺជារឿងសំខាន់ការផ្ដល់នៅកម្លាំងចិត្តហ្នឹងគឺជារឿងសំខាន់ទៅកាន់គ្នានឹងគ្នាចឹងបានជាយើងគ្រប់គ្នានៅពេលដែលដឹងថាអ្នកណាម្នាក់គាត់ធ្វើរឿងល្អក្នុងសង្គមរឿងល្អក្នុងជីវិតមិនគួរទៅបន្តិចបង្អាក់ឬក៏ទៅគិតអាក្រក់ទៅកាន់បុគ្គលហ្នឹងហើយគួរណាស់តែចេះលើកទឹកចិត្តទៅកាន់បុគ្គលនោះឲ្យបុគ្គលនោះចេះប្រឹងប្រែងក្នុងកិច្ចការងារសប្បុរសធម៌ការងារល្អក្នុងសង្គមឬក៏ថាជួយជាតិជួយសាសនាអីចឹងទៅមកភាពសង្កេតឃើញខ្មែរយើងមួយចំនួនតូចដែលពេលខ្លះការខិតខំប្រឹងប្រែងរបស់នេះទៅកាន់សង្គមទៅកាន់ជាតិសាសនាពេលខ្លះមិនសូវបានឲ្យតម្លៃឬក៏លើកទឹកចិត្តគ្នាតែមានតែទៅបន្តិចបង្អាក់ទៅគិតថាបុគ្គលនឹងចេះចុះអីចឹងទៅតាមអ្វីដែលគាត់យល់ឃើញក៏ប៉ុន្តែមកភាពសូមចម្រើនពរទៅកាន់ញាតិញោមចឹងដែរថារឿងណាក៏ដោយឲ្យទៅបុគ្គលនឹងគាត់ធ្វើទៅក្នុងរឿងល្អជួយជាតិជួយសាសនាជួយសង្គមឲ្យរីកចម្រើនទៅមុខដូចជាវិស័យអប់រំផ្សេងជាដើមក្តីយើងមិនគួរទៅរិះគន់យើងមិនគួរទៅបន្តិចបង្អាក់គាត់នឹងឲ្យអស់ទឹកចិត្តនៅក្នុងការប្រឹងប្រែងទេគួរណាស់តែខិតខំប្រឹងប្រែងផ្ដល់ជាកម្លាំងចិត្តទៅសើចឹងទៅបើសិនជាយើងប្រើបណ្ដាញសង្គម Facebook អានោះក៏យើងឲ្យជាពាក្យលើកទឹកចិត្តតាមរយៈការ share ការ comment លើកទឹកចិត្តទៅអានោះក៏គាត់មានកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងតស៊ូទៅមុខទៀតដែរកុំឃើញគ្នាធ្វើល្អឃើញគ្នាប្រឹងប្រែងសម្រាប់សង្គមជាតិហើយប៉ុន្តែយើងវាទៅបន្តិចបង្អាយើងវាទៅមាក់ងាយគិតថាបុគ្គលនឹងមិនល្អចេះចោះអានឹងគ្នាវាធម្មតាបទជនមិនមែនចិត្តព្រះអរហន្តទេអញ្ចឹងឲ្យអាចថាកម្លាំងចិត្តនឹងអាចថាកាត់បន្ថយដូចជារឿងការពារជាតិការពារទឹកដីជាដើមអញ្ចឹងរឿងដែលចាំបាច់នោះគឺសំខាន់ណាស់យើងត្រូវការលើកទឹកចិត្តត្រូវការឲ្យតម្លៃទៅកាន់ពួកគាត់គ្រប់ជាតិសាសន៍ទាំងអស់គឺត្រូវការបែបហ្នឹងការឲ្យតម្លៃការលើកទឹកចិត្តឬក៏ការផ្ដល់នៅពាក្យអរគុណទៅកាន់ពួកគាត់ហើយភាពសង្កេតឃើញវប្បធម៌នៅស្រុកគេនៅពេលដែលគេឃើញប៉ូលីសឬក៏ឃើញទាហានគេតែងតែប្រាប់ពាក្យអរគុណមួយទៅកាន់ពួកគាត់គឺ thank you for your service គេតែងតែអរគុណនៅសកម្មភាពល្អរបស់ពួកគាត់ដែលបានខិតខំចំណាយពេលវេលាប្រឹងប្រែងជួយឲ្យស្រុកទេសរបស់គេនឹងមានសណ្ដាប់ធ្នាប់ល្អជួយមើលការខុសត្រូវទៅដល់ប្រជាជនណាមកភាពសង្កេតឃើញអញ្ចឹងហើយមកភាពក៏ព្យាយាមនឹងសរសើរហើយព្យាយាមនឹងប្រើដែរនៅពេលដែលឃើញពួកគាត់ជួយកិច្ចការងារដូចថាជួយមើលការខុសត្រូវទៅកាន់ប្រជាជនស្ដាប់ធ្នាប់អីរឿងល្អដែលពួកគាត់ខិតខំប្រឹងធ្វើដើម្បីសង្គមជាតិមួយនេះអាហ្នឹងយើងមិនគួរកំណាញ់ទេពាក្យប៉ុណ្ណឹងបើសិនជាអាចហ្នឹងគឺគួរណាស់តែព្យាយាមលើកទឹកចិត្តហើយដូចអ្នកយកសម្រាមអ្នកអីហ្នឹងមានន័យថាគាត់លះបង់ខ្លួនគាត់ហ្នឹងឲ្យទៅធ្វើការងារបែបហ្នឹងទោះបីវាជាការទទួលបាននៅប្រាក់កម្រៃក៏ប៉ុន្តែមិនងាយមានមនុស្សណាគាត់ទៅធ្វើកិច្ចការងារបែបហ្នឹងបានច្រើនគ្នាទេនៅពេលដែលយើងឃើញគាត់ធ្វើបែបហ្នឹងពេលខ្លះយើងគួរណាស់តែរៀនឲ្យតម្លៃហើយអរគុណសម្រាប់អ្នកទាំងនោះនៅពេលដែលគាត់ហ៊ានលះបង់ដើម្បីស្រុកទេសហ្នឹងឲ្យមាន
សម្រាប់ធ្នាប់ស្អាតបាតល្អអីចឹងទៅចឹងពាក្យអរគុណវាមិនមែនជាពាក្យមួយក្រោយធ្ងន់ទេបើសិនជាអាចគូប្រើហ្នឹងគូណាស់ទៅព្យាយាមប្រើអរគុណពាក្យល្អទៅកាន់ពួកគាត់គឺអាចថាគាត់នឹងមានកម្លាំងចិត្តប្រឹងប្រែងក្នុងការងារនឹងឲ្យកាន់តែល្អទោះបីពេលហ្នឹងវាមិនតាន់ល្អក៏ប៉ុន្តែគាត់តែកណ្ណាមានកម្លាំងចិត្តតទៅមុខទៅហើយគឺព្យាយាមប្រឹងប្រែងណាប្រាក់ខែតិចប្រាក់ខែមិនច្រើនក៏ប៉ុន្តែគឺប្រឹងប្រែងតទៅមុខទៀតសម្រាប់ការងារមួយហ្នឹងរបស់ពួកគាត់ចឹងដែរនេះជាអ្វីដែលអាត្មាភាពចង់ដាស់តឿនការរំលឹកហើយព្យាយាមលើកទឹកចិត្តទៅកាន់គ្នាឲ្យបានច្រើនទៅកាន់គ្នានឹងគ្នា